ពេលដែលខ្ញុំចាប់ផ្ដើមរៀបចំហាងហ្នឹងខ្ញុំបានតំណែងទៅក្រុមហ៊ុនហើយបាទគោលដៅគឺម៉ាស៊ីនដៃពីរពេលខ្ញុំមកក្រុមហ៊ុនអាទីសាឡាទៅសេវាកម្មល្អលក់កាហ្វេខាងគាត់ខ្ញុំញ៉ាំឆ្ងាញ់ទទួលយកបានអញ្ចឹងបាទជំរាបសួរខ្ញុំបាទឈ្មោះនួនសុភ័ត្រាចាជំរាបសួរនាងខ្ញុំឈ្មោះហ៊ុនឆេងអនហាងរបស់ខ្ញុំឈ្មោះញៀនញ៉ាំយើងនៅលើផ្លូវ50ម៉ែត្រទូប្រូម្ដុំស្តុបរិស័យផ្អែមយើងចេញពីខាងចកាដូងទៅខាងទូប្រូបើយើងមកពីស្តុបរិស័យផ្អែមមកប្រហែលជា250ម៉ែត្រនៅខាងឆ្វេងដៃនៅក្នុងអាហារដ្ឋានហ្នឹងសង្កេតឃើញថាមួយរយៈនេះនៅម្ដុំនេះយើងអត់សូវមានកាហ្វេបាទភ្ញៀវគាត់ចង់រកកន្លែងស្ងប់ស្ងាត់អង្គុយធ្វើការអញ្ចឹងណាដល់អញ្ចឹងក៏នឹកឃើញថាបន្ថែមកាហ្វេមួយទៀតដែរក៏ចង់ដេកហាងខ្លួនឯងបើកកាហ្វេខ្លួនឯងទៅពាក់ព័ន្ធនឹងការដេកទាំងអស់ហ្នឹងវាជាបទពិសោធន៍ខ្លួនឯងស្រាប់ព្រោះអីខ្ញុំជំនាញខាងដេកបាទខ្ញុំមកស៊ីខាងដេកអញ្ចឹងណាដល់អញ្ចឹងដើរមើលគេមើលឯងទៅក៏រៀបចំដេកខ្លួនឯងទៅគូប្លង់ហើយនឹងការជាងតម្លើងអីហ្នឹងគឺខាងខ្ញុំទាំងអស់បើនិយាយទៅពេលដែលខ្ញុំចាប់ផ្ដើមរៀបចំហាងហ្នឹងគឺខ្ញុំបានតំណែងទៅក្រុមហ៊ុនហើយបាទទៅក្រុមហ៊ុនហើយនៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើបានដូចជា30%បានខ្ញុំទៅដល់ក្រុមហ៊ុនបាទគោលដៅគឺម៉ាស៊ីនដៃពីរចាខ្ញុំស្គាល់ក្រុមហ៊ុនអាទីសាឡាតាមរយៈ Facebook Page ពេលខ្ញុំមកក្រុមហ៊ុនអាទីសាឡាទៅខ្ញុំភ្លក់គ្រាប់កាហ្វេខាងគាត់ខ្ញុំញ៉ាំឆ្ងាញ់ទទួលយកបានអញ្ចឹងឃើញម៉ាស៊ីនហ្នឹងស្អាតទំនើប model ក្រោយគេ2025គាត់ model ហ្នឹងល្អភ្ញៀវនឹងមកហាងកាហ្វេរងថ្ងៃដោយសារតែបរិយាកាសយើងស្ងប់ស្ងាត់ផាសុខភាពមានម៉ាស៊ីនត្រជាក់ហើយនឹងសំខាន់ជាងគេគឺគ្រាប់កាហ្វេយើងឆ្ងាញ់រសជាតិឆ្ងាញ់ឈ្ងុយខ្ញុំមានរេស្តូរ៉ង់ស្រាប់អញ្ចឹងខ្ញុំអាចទាញភ្ញៀវពីរេស្តូរ៉ង់មកហាងកាហ្វេខ្ញុំបានបើសិនបើទីតាំងគាត់ល្អគាត់គួរតែមានឱកាសចាប់យកហើយគាត់គួរតែធ្វើដូចខ្ញុំដែរព្រោះអីពាក់ព័ន្ធនឹងភេទជ្ជៈពាក់ព័ន្ធនឹងអាហារហ្នឹងវាជាតម្រូវការប្រចាំថ្ងៃណាអញ្ចឹងអ្នកណាក៏គាត់ត្រូវការហូបត្រូវការភេទជ្ជៈដែរអញ្ចឹងអតិថិជនគាត់រកអីក៏យើងមានគាត់ចង់ហូបជាប្រភេទបាយកំងក៏មានប្រភេទអាហារសម្រន់ក៏មានប្រភេទកាហ្វេក៏មានភេទជ្ជៈក៏មានបើសិនជាអតិថិជនទាំងអស់ត្រូវការញ៉ាំកាហ្វេឬក៏បាយម្ហូបអាហារពេលល្ងាចអីបងប្អូនទាំងអស់គ្នាអាចអញ្ជើញមកអាហារដ្ឋានញៀនញ៉ាំនិងកាហ្វេញៀនញ៉ាំរបស់យើងខ្ញុំបានបើសិនបើបងប្អូនមកកំសាន្តនៅភោជនីយដ្ឋានញៀនញ៉ាំយើងមានជាលក្ខណៈអង្គុយរបៀបបោះតង់ក៏មានជាលក្ខណៈអាហារដ្ឋានរបៀបបែបធម្មជាតិបាទហើយមួយទៀតបងប្អូនចង់មកអង្គុយនៅម៉ាស៊ីនជែកកាហ្វេក៏បានហ្នឹងហើយយើងមានអាហារ3ពេលយើងមានពេលព្រឹកថ្ងៃត្រង់ហើយនៅពេលល្ងាចបាទហើយយប់ឡើងយើងអាចមានបបរសបាយឆាមីឆាពេលរាត្រីទៀតហ្នឹងណាទីតាំងយើងមានចំណតធំទូលាយពីថ្ងៃនេះតទៅអាហារដ្ឋានយើងខ្ញុំមានប្រូម៉ូសិនច្រើនមានពាក់ព័ន្ធនឹងម្ហូបបងប្អូនមកកំងម្ហូប3មុខយើងថែមជូន1មុខភ្លាមអត់គិតថ្លៃទេហើយពាក់ព័ន្ធនឹងកាហ្វេបងប្អូនមកកំង2កែវថែមជូន1កែវអត់មានកំណត់ចាប់ពីឥឡូវទៅរហូតបាទហ្នឹងហើយមកលេងនៅអាហារដ្ឋានញៀនញ៉ាំបងប្អូនអាចច្រៀងលេងកំសាន្តបានដោយសារនៅខាងរេស្តូរ៉ង់យើងមានជាលក្ខណៈ band បាទឲ្យភ្ញៀវកិត្តិយសគាត់មកទៅគាត់ចង់ច្រៀងលេងគាត់អាចអង្គុយច្រៀងនៅតុនេះបានហើយចំពោះបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូនេះហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ធ្វើពិធីខួបកំណើតមិនថានៅហាងកាហ្វេមិនថានៅខាងរេស្តូរ៉ង់ខ្ញុំមានការ discount ពិសេសជូនចំពោះបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះក្រោយពីបានស្គាល់ក្រុមហ៊ុន Natri Sela យើងខ្ញុំពេញចិត្តចំពោះសេវាកម្មរបស់គាត់មានសេវាកម្មល្អរស់រាយរាក់ទាក់ចាបើសិនជាមានបងប្អូនទាំងអស់គ្នាចំណាប់អារម្មណ៍ចង់បើកជាហាងកាហ្វេសូមបងប្អូនទៅតាក់ទងដល់ក្រុមហ៊ុនទៅគាត់នឹងមានសេវាកម្មល្អផ្ដល់ជាគំនិតពេលដែលយើងឆ្ងល់អីយើងឆាតសួរបានឆ្លើយភ្លាមអីអញ្ចឹងណានិយាយរួមសេវាកម្មគឺល្អទាំងអស់ហ្មងជាចុងក្រោយសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រហាងញៀនញ៉ាំរបស់យើងខ្ញុំហើយក៏អរគុណដល់អតិថិជនដែលបានទស្សនាវីដេអូនេះដែលមិនទាន់បានមកដល់ហាងផ្ទាល់សូមអញ្ជើញមកដល់ផ្ទាល់បាទហើយភ្លក់រសជាតិអាហាររសជាតិកាហ្វេហើយនឹងមកកំសាន្តលក្ខណៈគ្រួសារឲ្យគាត់ជប់លៀងក៏បានធ្វើកម្មវិធីតូចធំបាទជាងលេងកំសាន្តចឹងទៅណាបាទហើយជាពិសេសឥឡូវនេះយើងមានជាសាច់អាំងទឹកកាពិជាមួយនឹងមុខថាបាទហើយសាច់អាំងទឹកកាពិហ្នឹងយើងមានជាលក្ខណៈឈុតគ្រួសារតូចហ្នឹងតែ20000រៀលទេហើយនឹងសម្រាប់បន្ថែមសាច់ម្ចាស់ហ្នឹងតែ8000ទេបើបងប្អូនមានបំណងមកលក្ខណៈគ្រួសារគឺអាចមកអង្គុយលេងកំសាន្តនៅទីនេះបានចំពោះបងប្អូនដែលអញ្ជើញមកញ៉ាំកាហ្វេនៅញៀនញ៉ាំនេះមិនមែនមានតែកាហ្វេណាមានដូចជាប្រភេទភីហ្សាប្រភេទដូណាត់ប្រភេទក្រូសង់ថ្មីក្តៅឆ្ងាញ់